សូមស្វាគមន៍មកកាន់ Channel និង Page ASEAN Military ដែលជា Channel តែងតែលើកយកសភាវុធមកធ្វើការបង្ហាញដើម្បីជាការចែករំលែកដល់បងប្អូនដែលចូលចិត្តវិស័យយោធាឲ្យបានជ្រាបខ្លះៗអំពីសភាវុធនៅលើពិភពលោកអញ្ចឹងកុំឲ្យខាតពេលយូរតោះយើងមកស្គាល់អំពីកាំភ្លើងវែងបាញ់ត្រង់ឬហៅថាកាំភ្លើងឆ្លូបបាញ់ទាំងអស់គ្នា Accuracy International AWM គឺជាកាំភ្លើងវែងបាញ់ត្រង់វាមានតួនាទីសម្រាប់ធ្វើការឆ្លូបបាញ់ឬហៅថាឆ្មក់បាញ់ម្ដងមួយវាគឺជាកាំភ្លើងដែលគេចាត់ទុកថាជាប្រភេទកាំភ្លើងដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោកកាំភ្លើងនេះផលិតដោយក្រុមហ៊ុន Accuracy International នៃប្រទេសអង់គ្លេសហើយផលិតនៅក្នុងឆ្នាំ1996ដល់ឆ្នាំ2013បច្ចុប្បន្នកាំភ្លើងនេះត្រូវបានអភិវឌ្ឍទៅជាកាំភ្លើងស៊េរីថ្មីៗដូចជា AWMF L115A2 L115A3 ឡាកាំភ្លើង AWM ត្រូវបានដាក់ឲ្យបម្រើការនៅក្នុងជួរកងទ័ពឆ្នាំ1996រហូតមកដល់បច្ចុប្បន្នកាំភ្លើង AWM នេះគេបានប្រើប្រាស់វានៅក្នុងសមរភូមិសង្គ្រាមដូចជាសង្គ្រាមអាហ្គានីស្ថានសង្គ្រាមអ៊ីរ៉ាក់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនហើយនឹងមានប្រទេសជាច្រើនដែលមានវាប្រើប្រាស់នៅក្នុងជួរកងទ័ពតែខ្ញុំសូមបង្ហាញតែប្រទេសនៅក្នុងតំបន់ដូចជាឥណ្ឌូនេស៊ីម៉ាឡេស៊ីកូរ៉េសិង្ហបុរីចំពោះលក្ខណៈពិសេសរបស់វាកាំភ្លើងនេះវាមានទម្ងន់ 6.9 គីឡូក្រាមវាមានប្រវែង 1.27 ម៉ែត្របំពង់កាណុងវាមានប្រវែង 686 មីលីម៉ែត្រកាំភ្លើងនេះវាប្រើប្រាស់គ្រាប់ប្រភេទ300 Winchester Magnum និង338 Leopard Magnum ចំពោះល្បឿនគ្រាប់រត់របស់វារត់បានចម្ងាយ 936 ម៉ែត្រក្នុង1វិនាទីហើយចម្ងាយបាញ់ដែលមានប្រសិទ្ធភាព 1100 ម៉ែត្រគឺប្រើប្រាស់គ្រាប់ប្រភេទ300 Winchester Magnum ហើយចម្ងាយ 1500 ម៉ែត្រប្រើប្រាស់គ្រាប់ប្រភេទ338 Leopard Magnum ចំពោះកាំភ្លើងនេះបងគ្រាប់របស់វាដាក់បានចំនួន5គ្រាប់ក្នុងមួយបងកាំភ្លើងនេះវាប្រើប្រាស់ប្រព័ន្ធ Iron Shine ដើម្បីតម្រង់ហើយវាបានបំពាក់កែវយឺត Optic អាចមើលបានទាំងពេលយប់និងពេលថ្ងៃបានយ៉ាងច្បាស់ល្អបាទសូមអរគុណចំពោះការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗ